ស្រីតោងនៅលើពិដានអញ្ចឹងរួចវាទម្លាក់អណ្ដាតចុះមកខាងក្រោមលិតទៅលើកូនរបស់គាត់ដែលទើបតែកើតបាន8ខែអញ្ចឹងគួរឲ្យព្រឺក្បាលខ្លាំងមែនតើគាត់ដឹងទេថាព្រាយមួយហ្នឹងវាមានបំណងអីទៅលើកូនគាត់អ្វីដែលគាត់គិតណាគាត់គិតថាព្រាយស្រីម្នាក់ហ្នឹងគឺជាព្រាយកលាភ្លើងនឹងឯងដែលតាមតបឡាច់មនុស្សស្រីដែលទើបសម្រាលកូនហើយចំពោះសាច់រឿងដែលគាត់បានចែករំលែកមកហ្នឹងគាត់មានឈ្មោះថារិនប្រាប់ថារឿងរ៉ាវមួយនេះវាកើតឡើងក្រោយពេលដែលប្រពន្ធរបស់គាត់សម្រាលកូនបាន8ខែហើយរឿងរ៉ាវមួយហ្នឹងទៀតទាំងអស់គ្នាវាមិនមែនកើតឡើងនៅតាមខេត្តតាមស្រុកភូមិទីដាច់ស្រយាលទីជនបទអីទេប៉ុន្តែវាកើតឡើងនៅក្នុងភ្នំពេញយើងនឹងតែម្ដងកើតឡើងនៅផ្ទះរបស់គាត់នៅភ្នំពេញទាំងអស់គ្នាផ្ទះរបស់គាត់ដូចជានៅម្ដុំសែនសុកអីហ្នឹងឯងទាំងអស់គ្នាអាហ្នឹងតាមដែលខ្ញុំបានសួរបញ្ជាក់ចឹងគាត់ថារឿងរ៉ាវហ្នឹងទាំងអស់គ្នាដំបូងអ្វីដែលគាត់គិតណាគាត់គិតថាប្រពន្ធរបស់គាត់ក្រោយពេលសម្រាលកូនរួចអាចនឹងរវើរវាយច្រើនគិតច្រើនតែម្នាក់ឯងអីចឹងទៅប៉ុន្តែអត់ទេប្រពន្ធរបស់គាត់ចាប់តាមមើលឃើញរូបភាពអីចម្លែកឃើញរឿងរ៉ាវព្រឺក្បាលជាច្រើនអីដែលសំខាន់ហ្នឹងមិនមែនតែប្រពន្ធរបស់គាត់ទេសូម្បីតែម្ដាយក្មេករបស់គាត់ក៏បានជួបហេតុការណ៍ហ្នឹងដែរអញ្ចឹងហើយទើបគាត់ជឿថាអ្វីដែលប្រពន្ធរបស់គាត់ឃើញគឺមិនមែនជាការស្មើស្មៃឬក៏រវើរវាយរបស់អាការៈមនុស្សស្រីទើបសម្រាលកូនហើយទេប៉ុន្តែវាកាត់ឡើងជាក់ស្ដែងពិតមែននឹងឯងគាត់ចាំបានច្បាស់នៅម៉ោងប្រហែលជាខ្ទង់1កន្លះក្រោយពេលដែលគាត់ញ៉ាំបាយញ៉ាំអីមួយប្រពន្ធរបស់គាត់រួចរិនក៏គាត់ត្រូវរៀបចំខ្លួនទៅធ្វើការវិញដោយសារតែគាត់ធ្វើការជាមន្ត្រីរាជការអញ្ចឹងទាំងអស់គ្នាអញ្ចឹងត្រូវចូលធ្វើការវិញម៉ោង2ម៉ោងអីចឹងទៅអញ្ចឹងគាត់ក៏រៀបចំខ្លួនចេញទៅធ្វើការនឹងឯងអញ្ចឹងផ្ទះហ្នឹងគឺជាប្រភេទផ្ទះថ្មទេហើយពេលហ្នឹងប្រពន្ធរបស់គាត់នៅតែម្នាក់ឯងទាំងអស់គ្នាជាមួយនឹងកូនដែលទើបតែកើតបាន8ខែហ្នឹងទេម្ដាយក្មេករបស់គាត់ឪពុកក្មេករបស់គាត់គឺបានទៅខេត្តកពតអស់លេងហើយនិយាយចំទៅគឺផ្ទះនៅសល់ប្រពន្ធគាត់តែម្នាក់ឯងទេនៅជាមួយកូនអីអញ្ចឹងណាអញ្ចឹងដល់ពេលគាត់រៀបចំខ្លួនចេញទៅហ្នឹងគាត់ក៏បានដើរបិទទ្វារបិទប្រអួយបិទអីទាំងអស់នៅក្នុងផ្ទះគាត់ខ្លាចថាមានចោរឬក៏មានអ្នកណាម្នាក់មានបំណងមិនល្អចង់ចូលមកក្នុងផ្ទះចូលអីចឹងទៅអញ្ចឹងទៅគាត់ដើរបិទទ្វារចាក់សោអីចឹងទៅអញ្ចឹងប្រពន្ធរបស់គាត់ហ្នឹងក៏3កូនឡើងទៅកេងនៅបន្ទប់ជាន់ខាងលើវិញបន្ទប់របស់គាត់គឺកេងនៅជាន់ទី1ទាំងអស់គ្នាអញ្ចឹងក៏កេងក៏ឡើងទៅជាន់ទី1អញ្ចឹងណាហើយពេលប្រពន្ធរបស់គាត់ចូលទៅបន្ទប់ទាំងមូលគឺវាមានសភាពមិនងឹតពេកហើយក៏មិនភ្លឺពេកដែរដោយសារប្រពន្ធរបស់គាត់បិទប្រអួយហើយបិទវាំងណូនដោយសារកុំឲ្យចាំងភ្នែកចាំងអីទៅលើកូនដែលទើបតែកេងអញ្ចឹងទាំងអស់គ្នាធម្មតាក្មេងតែរបៀបថាមានភ្លឺអីភ្លឺពេកក៏វាក៏អត់កេងដែរអញ្ចឹងទៅគាត់បិទភ្លើងបិទអីក្នុងបន្ទប់ទៅប៉ុន្តែបរិយាកាសនៅក្នុងបន្ទប់ហ្នឹងមកល្មមអាចមើលគ្នាឃើញច្បាស់ៗដែរទេវាមិនដល់ស្លងអីទេវាមានពលឺពីប្រច័នពីអាទិត្យពីអីចាំងចូលមកអញ្ចឹងណាអញ្ចឹងរិនគាត់ទៅធ្វើការបាត់នឹងឯងអញ្ចឹងពេលដែលរិនធ្វើការបាត់ប្រពន្ធរបស់គាត់ក៏សង្ងំកេងនៅក្នុងបន្ទប់ហ្នឹងទាំងអស់គ្នាប្រពន្ធរបស់គាត់កេងទៅរបៀបថាដោយសារតែយ៉ាងបាយឆ្អែតផងអីផងថ្ងៃជន់គាត់ក៏ដេកលក់ទៅមកផាំងហ្មងណាភ្ញាក់ដឹងខ្លួនវិញទាំងអស់គ្នាគឺភ្នែកឆ្លាស់ចេះនៅពេលដែលបាត់ភ្នែកវិញហ្នឹងភ្នែកឆ្លាស់ចេះភ្នែកគាត់សម្លឹងទៅលើពិដានអ្វីដែលគាត់ឃើញទាំងអស់គ្នាគឺគាត់បានឃើញមនុស្សស្រីសក់វាវែងឡាយតាំងម៉ោង2ថ្ងៃត្រង់ហ្នឹងទាំងអស់គ្នាគឺវាតោងនៅលើពិដានហ្នឹងតោងនៅលើពិដានរូបរាងមុខមាត់ដំបងគឺស្អាតជាងធម្មតាទេស្អាតទាំងអស់គ្នាប៉ុន្តែវាតោងហ្នឹងគឺវាតោងនៅចំពីលើកូនស្រីរបស់គាត់ដែលទើបតែកាត់8ខែហ្នឹងមកទាំងអស់គ្នាតោងនៅចំពីលើទាំងអស់គ្នាគិតមើលទៅហើយវាចាប់ដើមញឹមនៅពេលដែលវាញឹមទៅមាត់របស់វាអាយ៉ះដល់នេះមាត់វាទាំងសងខាងគឺអាយ៉ះដល់ហ្នឹងហ្មងអញ្ចឹងប្រពន្ធរបស់គាត់ពេលហ្នឹងទាំងអស់គ្នាគឺគាត់កម្រាស់ខ្លួនអត់រួចទេគាត់បានតែកាំងឲ្យសម្លឹងមើលហើយនៅពេលដែលគាត់សម្លឹងមើលព្រាយមួយហ្នឹងវាសម្លឹងមើលមកគាត់វិញហើយភ្នែករបស់វាហ្នឹងក្លែកក្លាប់វាចាប់ដើមទម្លាក់អណ្ដាតចុះមកទម្លាក់អណ្ដាតមកហ្នឹងគឺសំដៅមកចង់លិតទៅលើកូនរបស់គាត់ដែលទើបតែកើតនេះចង់លិតទៅលើកូនរបស់គាត់ប៉ុន្តែវាលិតអត់ត្រូវទេវាធ្វើរបៀបថាអណ្ដាតទម្លាក់គាត់ឲ្យសម័យមើលទម្លាក់ពីលើពីដានចុះមកខាងលើក្រែប្រហែលជាខ្ទង់1ម៉ែត្រជាងអីចឹងណាគឺវាវែងមែនតើហើយវារបៀបថាធ្វើកងែកនៅលើខ្លួនរបស់កូនហ្នឹងប៉ុន្តែវាអត់បានលិតទេវារបៀបថាធ្វើមកចលោចុះចលោឡើងចលោចុះចលោឡើងអីចឹងទៅអញ្ចឹងប្រពន្ធរបស់គាត់នេះគាត់វាថាព្យាយាមសម្រួលអារម្មណ៍ព្យាយាមគិតទៅដល់អីរឿងល្អគិតទៅលើពុទ្ធពធអីចឹងណាគាត់ក៏បានដឹងខ្លួនគាត់ក៏ស្ទុះក្រោកនៅពេលគាត់ស្ទុះក្រោកក៏ហ៊ានរត់ចេញពីបន្ទប់ទៅទាំងគ្នាដោយសារតែពេលគាត់ក្រោកចេញពីលើក្រែទៅគាត់ស្រឡឹងមើលទៅគឺវានៅនឹងដដែលទេគឺវានៅនឹងដដែលវាអត់ខ្លាចមនុស្សហ្មងអត់ខ្លាចសោះហ្មងអញ្ចឹងពេលហ្នឹងប្រពន្ធរបស់គាត់បានយកទូរស័ព្ទទៅរិនហើយរិននៅពេលទទួលទូរស័ព្ទប្រពន្ធរបស់គាត់ភ្លាមទាំងគ្នាអារម្មណ៍របស់គាត់ក៏មិនបានគិតទៅលើរឿងខ្មោចរឿងព្រាយអីទេគាត់គិតតែម្យ៉ាងគិតថាប្រហែលជាមានចោរចូលមកក្នុងផ្ទះអញ្ចឹងទើបគាត់ហ្នឹងជិះឡានត្រឡប់មកវិញជិះឡានមកដល់ផ្ទះភ្លាមគាត់លោឡាលោអីហ្មងវាថាចង់ប្រអើលពួកចោរពួកអីចឹងទៅប៉ុន្តែនៅពេលឡើងមកអ្វីដែលគាត់ឃើញឲ្យស្លុតហ្នឹងគឺប្រពន្ធរបស់គាត់ឈរ3កូននឹងញ័រខ្លួនហ្មងនៅក្នុងបន្ទប់ហើយសភាពប្រពន្ធរបស់គាត់ហ្នឹងគឺដូចមនុស្សរៀបថាគាត់តោះដូចចង់តោះទាំងសាគាត់ឃើញអញ្ចឹងគាត់3កូនញ័រអញ្ចឹងរិនក៏សួរនាំប្រពន្ធគាត់ថាមានរឿងអីណាគេចូលមកអីចឹងណាប្រពន្ធរបស់គាត់ក៏ប្រាប់ពីហេតុការណ៍ដែលគាត់បានជួបហ្នឹងណាដូចអីខ្ញុំនិយាយមុនហ្នឹងចឹងទាំងអស់គ្នាប្រពន្ធរបស់គាត់ប្រាប់ទាំងញ័រដៃញ័រជើងប្រាប់អស់ហ្មងប្រាប់ឡើងខ្ទេចទៅបានប្រហែលជាខ្ទង់ល្ងាចឡើងមកប្រហែលជា6ម្ដាយក្មេករបស់គាត់និងឪពុកក្មេករបស់គាត់បានត្រឡប់មកវិញប៉ុន្តែពេលនោះដោយសារគាត់មើលឃើញថាឪពុកក្មេកម្ដាយក្មេករបស់គាត់គឺរបៀបថាទើបមកពីឆ្ងាយហត់ដែរអីដែរចឹងណាគាត់ក៏បានរៀបរាប់ហេតុការណ៍ប្រពន្ធរបស់គាត់ជួបទៅប្រាប់ម្ដាយក្មេករបស់គាត់ទេគាត់ខ្លាចថាម្ដាយក្មេករបស់គាត់បារម្ភអីចឹងណាក៏មិនទាន់បាននិយាយអីដែរអញ្ចឹងរឿងមួយហ្នឹងក៏ស្ងាត់ទៅនឹងឯងប៉ុន្តែនៅយប់
នៅយប់ថ្ងៃកើតហេតុដដែលនេះគឺនៅយប់មកប្រហែលជាខ្ទង់ម៉ោងដាក់ដូចជាខ្ទង់ម៉ោងមកដល់10យប់ហ្នឹងណារិនគាត់ចេញពីបន្ទប់បើកទ្វារចេញពីបន្ទប់មកដើម្បីរកទឹកផឹកហើយនៅទល់មុខបន្ទប់របស់គាត់គឺជាបន្ទប់ម្ដាយក្មេករបស់គាត់នឹងឯងហើយទូទឹកកកអ្នកផ្ទះរបស់គាត់គឺទុកទូទឹកកកនៅជាន់ខាងលើនឹងដែរប៉ុន្តែទុកនៅជ្រុងម្ខាងទៀតនៅកលៀនជាងអញ្ចឹងគាត់ដើរកាត់បន្ទប់ម្ដាយក្មេករបស់គាត់ទៅយកទឹកផឹកពេលដែលគាត់ដើរទៅទាំងគ្នាគាត់ឮសលេងព្រុសប្រាសនៅក្នុងបន្ទប់ម្ដាយក្មេកម្ដាយក្មេករបស់គាត់ហើយគាត់ដឹងថាម្ដាយក្មេករបស់គាត់មានទម្លាប់មួយគឺចូលចិត្តចូលសម្រានម៉ោង8ម៉ោង9យប់គឺគាត់អាចគេដល់ម៉ោង12 10វិទេគឺស្ងាត់ដល់ហើយតែនេះគឺគាត់ឮសលេងព្រីព្រុសក្នុងបន្ទប់ដូចចឹងទៅអញ្ចឹងគាត់ក៏បើកទូទឹកកកធម្មតាទូទឹកកកនៅពេលที่គាត់បើកគាត់ថាឮសលេងក្រែកអីចឹងណាគាត់គិតថាសំឡេងហ្នឹងគឺចេញពីទូទឹកកកទេគាត់ក៏ព្យាយាមលំថាធ្វើធម្មតាអីសិនចឹងទៅប៉ុន្តែនៅពេលដែលគាត់ផឹកទឹកផឹកអីហើយនេះគាត់ឮសំឡេងក្រឹកក្នុងបន្ទប់ម្ដាយក្មេកទៀតហើយប៉ុន្តែគាត់បានចូលទៅសួរមកបានអីទេគាត់ក៏ដើរមកបន្ទប់វិញដើម្បីចូលមកបន្ទប់ពេលដែលគាត់ដើរមកវិញនេះគាត់ស្ដាប់តាមម្ដាយក្មេករបស់គាត់បើកទ្វារចេញមកគាត់ថាពេលហ្នឹងទាំងអស់គ្នាអាការៈម្ដាយក្មេករបស់គាត់គឺស្លេករៀបស្លេកខ្លាចសក់គាត់ក៏ត្រើងហើយមនុស្សម្ដាយក្មេករបស់គាត់គឺជាមនុស្សមានធំដបងគាត់ពាក់រ៉ូបដេកដើរចេញមកទាំងអស់គ្នាគាត់ថាមុខរបស់គាត់គឺបាច់ញើសឡើងស្រាក់ហ្មងគាត់ប្រាប់ថាពេលដែលគាត់ដេកហ្នឹងទាំងអស់គ្នាគឺមានព្រាយវាតោកនៅលើពិដានណាហើយវាលោតចុះមកសង្កត់លើខ្លួនគាត់វាតោកមកសង្កត់លើខ្លួនរបស់គាត់អណ្ដាតវាគឺវាថាតម្លាក់ចុះមកមាត់វាគឺអាយ៉ាស្ថានភាពព្រាយមួយហ្នឹងគឺដូចអីដែលប្រពន្ធរបស់គាត់បានឃើញអញ្ចឹងតែដែលគាត់មួយប្រពន្ធរបស់គាត់មិនទាន់បាននិយាយពីហេតុការណ៍ទាំងអស់ហ្នឹងទៅប្រាប់ម្ដាយក្មេករបស់គាត់ទេអញ្ចឹងគាត់ជឿជាក់ទាំងស្រុងថាអីដែលប្រពន្ធរបស់គាត់ឃើញហ្នឹងគឺជាព្រាយតែមួយដែលម្ដាយរបស់គាត់ឃើញនឹងឯងទាំងអស់គ្នាអញ្ចឹងគាត់ក៏របៀបថាពេលគាត់ដើរចេញមកហ្នឹងទាំងអស់គ្នាគាត់កាន់កាបូបមួយមកដែរកាបូបដាក់លុយកាបូបប៉ុណ្ណេះគាត់ដាក់លុយចេញមកដែរអញ្ចឹងគាត់ហុចកាបូបហ្នឹងទៅឲ្យរិនឲ្យប្រាប់ថាចែបវាប្រាប់ម៉ែវាប្រាប់ម៉ាក់ថាវាចូលទៅក្នុងកាបូបហ្នឹងហើយវាក៏លោតចូលក្នុងកាបូបហ្នឹងបាត់ទាំងអស់គ្នាវាលោតចូលទៅក្នុងកាបូបលុយហ្នឹងបាត់អញ្ចឹងទាំងអស់គ្នាមិនដល់ទាំងយប់ហ្នឹងគឺគេចាប់ដើមធ្វើវិធីដុតកាបូបហ្នឹងចោលដុតកាបូបដុតអីចោលអញ្ចឹងគាត់ថាមួយយប់ហ្នឹងគាត់អត់បានដេកទេគាត់យកវាថាយកអំបិលបាចអត់ធូបអីពេញផ្ទះអត់ដេកទេអត់ដេកមកទាំងអស់គ្នាប៉ុន្តែនៅពេលគាត់ចូលទៅក្នុងបន្ទប់វិញទៅរកប្រពន្ធរបស់គាត់វិញគាត់ឃើញកូនរបស់គាត់ទាំងអស់គ្នាវាដេកបើកភ្នែកស្រឡឹងមើលទៅពីដានហើយសើចញឹមអាការៈចេញមកដូចមានពីណាគេកំពុងបលាញ់លេងជាមួយអញ្ចឹងណាទាំងអស់គ្នាអញ្ចឹងពេលគាត់គាត់ដឹងថាកូនរបស់គាត់បានជួបអីហើយគាត់ក៏បានយករូបព្រះពុទ្ធបដិមាហ្នឹងទៅដាក់នៅលើក្បាលស្រីកូនរបស់គាត់គ្រាន់តែដាក់ឲ្យភ្លាមកូនគាត់ក៏ចាប់បានត្រឡប់មកធម្មតាវិញអីនឹងឯងដល់ពេលដែលព្រលឹមឡើងពួកគាត់បានទៅវត្តទៅទាំងអស់គ្នាទៅមកគ្រួសារគឺទៅទាំងអស់គ្នាហ្នឹងហ្មងតែឲ្យលោកមើលលោកអីចឹងទៅលោកគាត់បានមានសង្កេតការថាព្រាយហ្នឹងគឺជាប្រភេទព្រាយកលាភ្លើងព្រាយកលាភ្លើងព្រាយអីវាចង់មកបន្លាចវាចង់មកលោអីចឹងទៅអញ្ចឹងក៏បាននិមន្តព្រះសង្ឃហ្នឹងឲ្យមកផ្ទះរបស់គាត់នៅពេលនិមន្តមកព្រះសង្ឃមកផ្ទះព្រះសង្ឃថាផ្ទះនោះអត់មានបញ្ហាអីទេតែអីដែលមានបញ្ហាណាគឺដើមពោធិ៍ខាងក្រោយផ្ទះរបស់គាត់ថ្ងៃសម័យមើលទៅផ្ទះនៅពេញគឺនៅមានគេដាំដើមពោធិ៍គឺមានដើមពោធិ៍នៅខាងក្រោយផ្ទះគាត់ហ្នឹងហ្មងហើយផ្ទះរបស់គេគឺម្ចាស់របស់គេកាប់ចោលទេហើយម្ចាស់គេមិនកាប់ចោលហើយម្ចាស់គេថែមទាំងធ្វើអាសនៈធ្វើអីទៀតធ្វើអាសនៈធ្វើអីទុកសែនទុកអីអញ្ចឹងទៅគាត់ព្យាយាមសំណូមពរទៅខាងអ្នកផ្ទះរបស់គេនឹងឲ្យជួយកាប់ដើមពោធិ៍នឹងចេញឲ្យច្រើនដងដែរប៉ុន្តែម្ចាស់ផ្ទះគេថាគេអត់កាប់ទេដោយសារតែដើមពោធិ៍នឹងគឺដូចជួយគ្រួសារគេរកស៊ីមានបានអីចឹងណាចឹងទៅគេចេះតែទុកអីចឹងទៅអញ្ចឹងនៅពេលដែលលឺចឹងហើយពួកគាត់ដឹងបានអត់ដឹងថាត្រូវនិយាយថាម៉េចទៀតទេពេលអានឹងដើមពោរបស់គេកម្មសិទ្ធិរបស់ផ្ទះគេនឹងឯងហើយមិនអាចយករឿងអបិយជំនឿចឹងទៅប្រាប់ម្ចាស់ផ្ទះគេបានទេអញ្ចឹងគាត់ក៏ព្យាយាមមានតែប្រឹងធ្វើបន់ធ្វើអីចឹងណាប្រឹងសែនធ្វើអីចឹងធម្មតាទៅអញ្ចឹងគឺព្រះសង្ឃគាត់ថាគាត់មានសង្ឃដីកាថាព្រាយមួយហ្នឹងគឺមកពីដើមពោមួយហ្នឹងឯងគឺវាមកពីដើមពោមួយហ្នឹងទេនឹងឲ្យទាំងអស់គ្នាអាហ្នឹងគឺជារឿងដែលគាត់បានចែករំលែកមកជារឿងដែលកាត់ឡើងផ្ទាល់ហ្មងខ្ញុំសឹងតែចង់បើក voice សម្លេងនេះគាត់ប្រាប់ខ្ញុំឲ្យអ្នកទាំងអស់គ្នាស្ដាប់ទេកុំទៅឲ្យតែខ្លាចថាប៉ះពាល់ដល់ privacy ផ្ទាល់ខ្លួនរបស់គាត់អញ្ចឹងទាំងអស់គ្នាហ្នឹងហើយរឿងមួយហ្នឹងក៏មានតែប៉ុណ្្នឹងដែរបើសិនជាទាំងអស់គ្នាមានរឿងចែករំលែកអីអាចឆានមកក្នុង account IG របស់ខ្ញុំផងហើយខ្ញុំសូមទោសហើយដោយសារមួយរយៈហ្នឹងគឺខ្ញុំផ្ដាសាយអត់តន់បាត់សោះហ្មងប៉ុន្តែខ្ញុំចង់និយាយចែករំលែកដល់អ្នកទាំងអស់គ្នាស្ដាប់